ជំរាបសួរខ្ញុំបាទឈ្មោះហានកុសលជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថាជីវិតក្តីស្រឡាញ់គេដំណើរដែលត្រូវបានបោះពុម្ពរួចហើយខ្ញុំកំពុងតែនិពន្ធសៀវភៅមួយក្បាលទៀតដែលមានចំណងជើងថាកំណប់សុភមង្គលគ្រួសារនៅក្នុងសតវត្សទី21ថ្ងៃនេះខ្ញុំមានកិត្តិយសហើយនឹងសេចក្តីសោមនស្សរីករាយដែលបានចូលរួមនៅក្នុងកម្មវិធីគន្លឹះចិញ្ចឹមកូនក្រោមប្រធានបទមូលដ្ឋានគ្រឹះនៃការចិញ្ចឹមកូនបែបវិជ្ជមានខ្ញុំទទួលបានសំណួរពីប្រជាពលរដ្ឋចំនួន4សំខាន់មុននឹងខ្ញុំចាប់ផ្ដើមឆ្លើយសំណួរខ្ញុំសូមគោរពជម្រាបជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ថាខ្ញុំមកទីនេះមិនមែនក្នុងនាមជាឪពុកម្នាក់ដែលល្អឥតខ្ចោះទេប៉ុន្តែខ្ញុំជាឪពុកម្នាក់ដែលចេះតែរៀនសូត្ររៀនហើយរៀនទៀតដើម្បីកែលម្អគឺរៀនពេញមួយជីវិតឥឡូវនេះខ្ញុំសូមចូលដល់សំណួរទី1ដែលពុកម៉ែបងប្អូនប្រជាពលរដ្ឋបានសួរថាតើអ្វីទៅជាការចិញ្ចឹមកូនបែបវិជ្ជមានហើយហេតុអ្វីបានជាការចិញ្ចឹមកូនបែបវិជ្ជមានវាមានសារៈសំខាន់សម្រាប់គ្រួសារសម្រាប់ឪពុកម្ដាយការចិញ្ចឹមកូនតាមបែបវិជ្ជមានគឺជាដំណើរការនៃការចិញ្ចឹមកូនរបស់ឪពុកម្ដាយសំដៅទៅលើការលើកកម្ពស់សតិបញ្ញាស្មារតីហើយនិងលក្ខណៈសម្បត្តិផ្សេងជាការពង្រឹងនិងពង្រីកនៅសក្តានុពលរបស់កូននឹងឯងឲ្យកាន់តែមានភាពខ្លាំងរឹងមាំចាប់ពីពេលដែលគាត់កើតរហូតទៅដល់ពេលដែលគាត់អភិវឌ្ឍដំណើរជីវិតរបស់គាត់នៅក្នុងកិច្ចការងារសង្គមហើយវាក៏ជាវិធីឬមួយក៏ជាគន្លឹះសម្រាប់ការការពារដល់កុមារដែលជាកូនជាទីស្រឡាញ់របស់យើងនឹងឯងពីការរំលោភបំពានដោយអំពើហិង្សាគ្រប់ទម្រង់ទាំងកាយទាំងវាចាហើយនិងចិត្តជាបទពិសោធន៍ក៏ដូចជាការសិក្សាស្រាវជ្រាវរបស់ខ្ញុំយល់ឃើញថាការចិញ្ចឹមកូនបែបវិជ្ជមាននេះគឺមានសារៈសំខាន់ខ្លាំងមែនទែនទី1នៅពេលដែលឪពុកម្ដាយចិញ្ចឹមកូនតាមបែបវិជ្ជមានវានឹងធ្វើឲ្យកូនរបស់យើងនឹងឯងគឺមានភាពក្លាហានគាត់មានទំនុកចិត្តលើខ្លួនឯងក្នុងការសម្រេចចិត្តក្នុងការធ្វើអ្វីមួយហើយគាត់នឹងមានសុទិដ្ឋិនិយមមានន័យថាគាត់មើលឃើញទៅអនាគតរបស់គាត់គឺនៅក្នុងសេចក្តីល្អគាត់មានក្តីសង្ឃឹមក្នុងការបន្តដំណើរក្នុងការធ្វើការងារក្នុងការសិក្សារៀនសូត្រហើយទី2គឺវានឹងជួយអភិវឌ្ឍសមត្ថភាពនៃការគិតរបស់កូនឲ្យកាន់តែល្អជាងមុនឲ្យកាន់តែវៃឆ្លាតជាងមុនទី3គឺការចិញ្ចឹមកូនតាមបែបវិជ្ជមាននេះនឹងធ្វើឲ្យកូនរបស់យើងនឹងឯងមានវិន័យក្នុងការរស់នៅបាទហើយជាមួយនឹងវិន័យនេះឯងគឺជាសមាសធាតុមួយក្នុងចំណោមសមាសធាតុទាំងអស់នៃគោលការណ៍ភាពជោគជ័យសម្រាប់បុគ្គលម្នាក់ពីព្រោះថាយើងមិនអាចរស់នៅទទួលបានជោគជ័យក្នុងការធ្វើការងារអ្វីមួយដោយគ្មានវិន័យ